បើបងប្អូនធ្លាប់មានអតិថិជនឆាតចូលនៅក្នុង inbox Facebook page របស់យើងថ្ងៃនេះគាត់អាចខ្លាយទៅជាអតិថិជនថ្មីរបស់អ្នកដទៃក៏ថាបានតែប្រសិនបើយើងបាន follow up គាត់ទាន់ពេលវេលាដូចជាការផ្ញើសារសួរសុខទុក្ខគាត់ផ្ញើសារជួយកែបញ្ហាគាត់ឬក៏ផ្ញើសារអំពី promotion ផ្សេងៗគាត់អាចជានៅជាមួយយើងរហូតក៏ថាបានតែបញ្ហារបស់យើងដែលយើងជាអ្នកលក់ online ទី1គ្មានពេលនៅក្នុងការផ្ញើសារទៅកាន់អតិថិជនដែលមាននៅក្នុង inbox ដែលធ្លាប់ឆាតជាមួយនឹងយើងទី2បើយើងរវល់តែផ្ញើសារទៅកាន់អតិថិជនចាស់នៅក្នុង inbox របស់យើងអាចជាគ្មានពេលនៅក្នុងការទៅធ្វើ content មានពេលនៅក្នុងការទៅបិទការលក់អតិថិជនថ្មីបន្តទៀតបើយើងជួលបុគ្គលិកយើងអាចជាចំណាយ$300ទៅ$500នៅក្នុងមួយខែហើយពួកគាត់ក៏អាចផ្ញើសារមិនលើសពី50ទៅ100នាក់ក្នុងមួយថ្ងៃចំណាយច្រើនតែបានលទ្ធផលត្រឡប់មកវិញតិចសំណួរសួរថាតើមានវិធីណាដែលល្អប្រសើរជាងនេះ iSealBiz ពិតជាជួយបងប្អូនបានអាចផ្ញើសារទៅកាន់អតិថិជនដែលមាននៅក្នុង inbox របស់បងប្អូនដែលមានទាំងអស់ចៅម្ដងរហូតដល់500នាក់ទៅ1000នាក់ឯណោះដោយប្រើពេលវេលាមិនលើស15នាទីមិនត្រឹមតែប៉ុណ្ណឹងយើងអាចបែងចែកក្រុមអតិថិជនគោលដៅរបស់យើងបានយ៉ាងច្បាស់លាស់ដូចជាអតិថិជនចូលនៅក្នុង inbox ហើយមិនទាន់ទិញអតិថិជនគ្រាន់តែចាប់អារម្មណ៍តែមិនទាន់សម្រេចចិត្តអតិថិជនចាំបើកប្រាក់ខែសិនចាំមានលុយសិនចាំសួរគ្រួសារសិនអតិថិជនទម្លាក់លេខហើយតែមិនទាន់វេលុយអតិថិជនដែលធ្លាប់ទិញហើយដែលយើងមិនធ្លាប់ផ្ញើសារទៅកាន់ពួកគាត់ឬបែងទៅតាមក្រុមរបស់អតិថិជនតាមបញ្ហារបស់អតិថិជននិងទៅតាមក្រុមនៃផលិតផលរបស់អតិថិជនយើងអាចគ្រប់គ្រងបានយ៉ាងឆាប់រហ័សដោយមិនចាំបាច់ជួលបុគ្គលិកសម្រាប់កញ្ចប់ប្រើប្រាស់វិញគឺយើងចាប់ផ្ដើមត្រឹមតែ$9ប៉ុណ្ណោះនៅក្នុងមួយខែចុច comment នៅក្រោមវីដេអូនេះឬនៅខាងលើនេះក៏បាន